ខ្ញុំគឺជាអតីតនិស្សិតដែលទៅរៀននៅប្រទេសវៀតណាមហើយសម្រាប់ថ្ងៃនេះខ្ញុំកំពុងធ្វើការនៅក្រុមហ៊ុនមួយនៅក្នុងប្រទេសខ្មែរយើងហើយខ្ញុំបានរៀនចប់នៅក្នុងឆ្នាំ2022នៅក្នុងវីដេអូនេះខ្ញុំចាំលេខតាក់ទងជាមួយនឹង4ចំណុចសំខាន់ៗនៅក្នុងការស្វែងរកហេតុឧបករណ៍នៅស្រុកខ្មែរនៅក្នុងចំណុចសំខាន់ទាំង4នោះមានដូចជាការស្វែងរកហេតុឧបករណ៍ការដាក់ពាក្យនិងការធៀបប្រឡងនិងការជ្រើសរើសជំនាញនៅពេលដែលយើងប្រឡងចប់ជំនាញដំបូងខ្ញុំនិយាយតាក់ទងជាមួយអត្ថប្រយោជន៍នៅពេលដែលយើងប្រឡងបួសទៅស្រុកក្រៅតើយើងទទួលបានអត្ថប្រយោជន៍គេខ្លះនៅពេលដែលយើងប្រឡងបួសទៅស្រុកក្រៅទីមួយតាក់ទងជាមួយនឹងលុយកាក់បើសិនយើងទៅរៀននៅស្រុកក្រៅគឺយើងនឹងចំណេញទៅក្នុងការចំណាយហេតុឧបករណ៍ផ្សេងៗគឺផ្ដល់នៅការថ្លៃសិក្សាពេញ 100% ដូចជាកន្លែងសាក់នៅហើយមានប្រទេសខ្លះផ្ដល់នៅថ្លៃ100ធ្វើដំណើរទៀតអញ្ចឹងមានថានៅពេលដែលយើងប្រឡងបួសគឺយើងចំណេញទៅលើថវិកាមួយចំនួនក្រៅពីថ្លៃសាលាក្រៅពីកន្លែងស្នាក់នៅនិងបូកបន្ថែមជាមួយនឹងប្រាក់ខែដែរមានតែឲ្យប្រាក់ខែយើងគាត់មួយខែខុសៗគ្នាទៅតាមប្រទេសនីមួយៗអញ្ចឹងទីមួយគឺយើងចំណេញទៅលើការលុយកាក់បើសិនយើងនៅស្រុកខ្មែរយើងត្រូវចំណាយទៅលើថ្លៃសាលាថ្លៃហូបចុកថ្លៃផ្សេងៗទៀតដែលចំណាយច្រើននៅក្នុងមួយឆ្នាំនៅក្នុងប្រទេសខ្មែរយើងចំណុចទី2គឺយើងបានផ្លាស់ប្ដូរទៅនឹងបទពិសោធន៍នៅក្នុងការរស់នៅស្រុកក្រៅក៏ដូចជាប្រព័ន្ធសិក្សាអប់រំនៅប្រទេសគេប្រទេសមួយៗតែមានភាពខុសគ្នារវាងវិជ្ជាជនរស់នៅក៏ដូចជារបៀបនៅក្នុងការសិក្សាប្រព័ន្ធអប់រំរបស់គេគឺខុសគ្នាជាមួយប្រទេសយើងអញ្ចឹងនៅពេលដែលយើងបានរៀនស្រុកក្រៅយើងច្បាស់ណាស់យើងនឹងយល់ពីប្រព័ន្ធអប់រំនៅស្រុកគេវាបែបម៉េចវាខុសជាមួយខ្មែរយើងបែបម៉េចចំណុចទី3គឺយើងចំណេញទៅលើភាសានៅពេលដែលយើងនៅស្រុកខ្មែរគឺយើងរៀនទៅភាសាខ្មែរទេឬអាចតាមសាកលវិទ្យាល័យមួយចំនួនមានថែមភាសាបារាំងមួយទៀតនៅពេលដែលយើងនៅស្រុកក្រៅគឺយើងត្រូវរៀនបន្ថែមនៅភាសារបស់ប្រទេសហ្នឹងឬក៏យើងភាសាអង់គ្លេសថែមទៀតអញ្ចឹងវាធ្វើឲ្យយើងនៅពង្រឹងនៅសមត្ថភាពភាសារបស់យើងមួយទៀតតែតងជាមួយនឹងការវិវត្តខ្លួនឯងមានន័យថានៅពេលដែលយើងរៀននៅស្រុកក្រៅគឺយើងនឹងឆ្លងកាត់នឹងបទពិសោធន៍ដែលរស់នៅឆ្ងាយពីផ្ទះធ្វើឲ្យយើងជួបបញ្ហាច្រើនហើយយើងអាចដោះស្រាយវាហើយយើងខ្លាចជាមនុស្សដែលមានភាពឯករាជ្យអាចដោះស្រាយបញ្ហាបានទោះបីយើងនៅឆ្ងាយនៅទីណាក៏ដោយវាជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យយើងរស់នៅក្នុងសង្គមនឹងបាននៅពេលដែលយើងប្រឡងបទទស្សនគឺយើងមានចំណុចសំខាន់អស់ហ្នឹងហើយវាមានច្រើនទៀតប៉ុន្តែខ្ញុំនិយាយតែសំខាន់ៗ4ហ្នឹងបានហើយខ្លឹមសារសំខាន់នៅក្នុងវីដេអូនេះគឺយើងតាក់ទងជាមួយទៅនឹងការស្វែងរកពាក្យហេតុឧបករណ៍ពីនឹងស្រាប់ហើយក្នុងមួយឆ្នាំមានប្រទេសជាច្រើនផ្ដល់ហេតុឧបករណ៍រីសុខខ្មែរយើងមានដូចជាចិនរុស្ស៊ីជប៉ុនវៀតណាមជាដើមអញ្ចឹងនៅពេលដែលប្រទេសគេបានផ្ដល់ហេតុឧបករណ៍រីសុខយើងគឺនិស្សិតយើងនៅពេលដែលចប់ទី12ឬក៏អ្នកដែលរៀនចប់សាកលវិទ្យាល័យគឺយើងមានឱកាសទៅរៀនតតាមទៀតថ្នាក់បញ្ញត្តិឬក៏ថ្នាក់ហៅអាដាមសិក្សាអញ្ចឹងនៅពេលដែលគេផ្ដល់ហេតុឧបករណ៍យើងគឺមានការបាច់ឆាត់មកគេអញ្ចឹងគឺថាតើយើងអាចរកព័ត៌មានតាក់ទងមួយហេតុឧបករណ៍ហ្នឹងនៅកន្លែងណាបានទីមួយគឺយើងអាចទៅដល់កន្លែងហ្នឹងផ្ទាល់គឺនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្ររបស់ក្រសួងអប់រំយុវជននិងកីឡាដែលមានទីតាំងស្ថិតនៅបឹងកេងកង1ខណ្ឌចំការមុតរាជធានីភ្នំពេញជិតនៅប៉ុស្តិ៍ទទួលអប្សរាចាក់ស្ដែងដូចជាខ្ញុំនៅរៀននៅភូមិន្ទអញ្ចឹងខ្ញុំទៅនេះគឺខ្ញុំជិះទៅនឹងមើលដើម្បីមើលព័ត៌មានហេតុឧបករណ៍បបទីមួយដែលផ្ដល់នៅស្រុកខ្មែរយើងអានេះខ្ញុំចាំបានខ្ញុំបានប្រឡងទៅរុស្ស៊ីប្រឡងទៅចិនប្រឡងទៅវៀតណាមបើសិនយើងអត់មានពេលទៅមើលផ្ទាល់ទេយើងអាចធ្វើការតាមដានទៅលើเพจរបស់ក្រសួងអប់រំយុវជននិងកីឡានិងเพจមួយចំនួនទៀតដែលផ្ដល់ព័ត៌មានតាក់ទងជាមួយនឹងហេតុឧបករណ៍เพจរបស់ក្រសួងហើយเพจតាក់ទងជាមួយនឹងហេតុឧបករណ៍មួយទៀតគឺខ្ញុំដាក់នៅក្នុង link នៅក្រោមអ្នកគ្នាអាចចូលទៅមើលផ្ទាល់បានចាក់ស្ដែងពេលខ្ញុំទៅមើលផ្ទាល់អញ្ចឹងខ្ញុំកត់ថ្ងៃទុកខ្ញុំថតហើយនឹងចំណាំថ្ងៃទុកអញ្ចឹងមានថាមុនឬក៏ក្រោយថ្ងៃទៅប្រកាសហ្នឹងគឺគេនឹងបើកដាក់ពាក្យលក់អីអញ្ចឹងយើងទៅទិញពាក្យដើម្បីយក apply ទៅចំណុចទី2តាក់ទងជាមួយនឹងការដាក់ពាក្យនៅពេលដែលគេប្រកាសលក់ពាក្យហើយទៅតាមប្រទេសនីមួយៗគឺយើងត្រូវទៅទិញពាក្យដើម្បីយកមកដាក់ហើយនៅពេលដែលគេប្រកាសលក់ពាក្យគឺគេនឹងដាក់លក្ខខណ្ឌមួយចំនួនតើយើងត្រូវមានបែបបទនេះខ្លះយើងត្រូវមានឯកសារខ្លះដើម្បីបំពេញឲ្យទៅដាក់ពាក្យនឹងបានអញ្ចឹងយើងគ្រាន់តែធ្វើឯកសារបំពេញទៅតាមលក្ខខណ្ឌដែលក្រសួងតម្រូវនោះទៅគឺយើងអាចដាក់បានហើយតាក់ទងជាមួយលក្ខខណ្ឌឯកសារមួយចំនួនដែលយើងត្រូវដាក់ពាក្យហ្នឹងគឺវាមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗហើយចាក់ស្ដែងប្រទេសខ្លះគឺតម្រូវយើងជ្រើសជំនាញមុនពេលដែលយើងប្រឡងហើយប្រទេសខ្លះទៀតគឺយើងទៅប្រឡងសិនក្រោយពេលដែលយើងជាប់គេនឹងឲ្យយើងរើសជំនាញទៅតាមក្រោយចូលដល់ចំណុចទី3ការត្រៀមប្រឡងនៅពេលដែលគេដាក់ពាក្យហើយគឺទុករយៈពេលឲ្យយើងសម្រាប់ត្រៀមក្នុងការប្រឡងបើថាដូចបញ្ចប់ជប់ទទួលពាក្យនៅថ្ងៃហ្នឹងអញ្ចឹងរយៈពេលអាចថាមួយខែឬក៏2ខែក្រោយទៀតគឺការប្រឡងមកដល់អញ្ចឹងកំឡុងពេលហ្នឹងគឺជាពេលដែលយើងត្រូវទៅពង្រឹងសមត្ថភាពយើងត្រៀមដើម្បីទៅប្រឡងប្រកួតប្រជែងជាមួយនឹងសិស្សដទៃទៀតឬក៏និស្សិតដទៃទៀតគេដាក់ពាក្យដែរហើយសម្រាប់វិញ្ញាសាប្រឡងហ្នឹងគឺនៅពេលដែលយើងទៅដាក់ពាក្យគឺមានវិញ្ញាសាដែលទៅប្រឡងខុសៗគ្នាអញ្ចឹងទៅតាមប្រទេសទៅតាមប្រភេទប្រទេសនីមួយៗគឺវិញ្ញាសាមុខវិជ្ជាប្រឡងគឺវាខុសៗគ្នាជាក់ស្ដែងឧទាហរណ៍ដូចទៅវៀតណាមអញ្ចឹងកាលពីជំនាន់ខ្ញុំប្រឡងគណិតរូបគីមីហើយនិងវប្បធម៌ទូទៅហើយដូចជាឥឡូវទេខ្ញុំដឹងថាគេផ្លាស់ប្ដូរមិនទេដូចជាឮថាប្រឡងតែគណិតហើយនិងវប្បធម៌ទូទៅទេជាក់ស្ដែងការខ្ញុំទៅប្រឡងទៅប្រទេសចិនគឺប្រឡងគណិតហើយនិងអង់គ្លេសហើយទៅរុស្ស៊ីប្រឡងគណិតហើយនិងវប្បធម៌ទូទៅអញ្ចឹងទៅអញ្ចឹងអ្នកនរគ្នាត្រូវតាមដានតាក់ទងជាមួយលក្ខខណ្ឌមុខវិជ្ជានៃការប្រឡងខុសៗគ្នាទៅតាមប្រទេសនីមួយៗហ្នឹងចំពោះការត្រៀមខ្លួនគឺយើងត្រូវតែមើលមុខវិជ្ជាហ្នឹងហើយគឺយើងត្រូវរកឯកសារមករៀនធៀមប្រឡងចំពោះវិញ្ញាសាគឺសម័យបច្ចេកវិទ្យាអ៊ីនធឺណិតច្រើនជាងយើងអាចធ្វើការស្រាវជ្រាវទៅលើបណ្ដាញសង្គមឬក៏ប្រព័ន្ធអ៊ីនធឺណិតឬក៏យើងអាចទៅទិញវិញ្ញាសាផ្ទាល់នៅកន្លែងដែលគេលក់កាលពីជំនាន់ខ្ញុំទិញនៅបាក់ទូកយើងទិញហើយយើងយកវិញ្ញាសាហ្នឹងមករៀនធៀមហើយយើងស្រាវជ្រាវបន្ថែមទៅដើម្បីឲ្យមានពេលគ្រប់គ្រាន់ចេញមកទៅប្រឡងដើម្បីយើងទៅប្រឡងទៅយើងមានភាគរយខ្ពស់នៅក្នុងការធ្វើបានល្អហើយយើងនឹងជាប់ហើយចំណុចទី4តាក់ទងជាមួយក្រោយពេលប្រឡងនៅពេលដែលគេប្រកាសលទ្ធផលបើសិនជាយើងជាប់វាយើងនឹងមានសិទ្ធិទៅក្នុងការជ្រើសរើសជំនាញឬក៏បន្តទៅវគ្គបន្ទាប់ទៀតចាក់ស្ដែងប្រទេសខ្លះនៅពេលដែលយើងជាប់វគ្គប្រឡងហ្នឹងគឺគេឲ្យយើងរើសជំនាញយកហ្មងប្រទេសខ្លះទៀតគឺជាប់វគ្គប្រឡងសរសេរគឺនៅវគ្គសម្ភាសវគ្គជំរុះច្រើនតង់ទៀតចាក់ស្ដែងដូចជាទៅជប៉ុនជាដើមអញ្ចឹងនៅពេលដែលយើងប្រឡងជាប់វគ្គជំរុះឬក៏យើងជ្រើសជំនាញហើយគឺដល់វគ្គចុងក្រោយគឺបំពេញឯកសារបបត្តិមុនពេលទៅរៀននៅស្រុកគេហ្នឹងហើយឯកសារដែលយើងត្រូវបំពេញវាច្រើនហ្នឹងតាក់ទងជាមួយនឹង passport និងការពិនិត្យសុខភាពត្រង់វិញនេះគឺជា4ចំណុចសំខាន់ៗនៅក្នុងការស្វែងរកនិងការដាក់ពាក្យហើយនិងការប្រឡងហេតុឧបករណ៍ទៅស្រុកក្រៅហើយសង្ឃឹមថាវីដេអូនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាជាពិសេសបងប្អូនដែលកំពុងទី11ទី12ឬក៏ទៅចប់ទី12មានចំណាប់អារម្មណ៍ចង់ស្វែងរកហេតុឧបករណ៍ទីនៅស្រុកក្រៅហើយយើងទៅសេះវិទ្យាតាមទៀតហើយបើគិតថាវីដេអូនេះប្រយោជន៍សូមកុំភ្លេចចែករំលែកបន្តទៀតផងអរគុណ